ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំមកបង្ហាញខ្ញុំចែកម្លែកបងប្អូនទាំងអស់គ្នាពីរបៀបនៃការដេពីនីបងប្អូនបាទហើយដេពីនីរបស់ខ្ញុំចែកបងប្អូនគុណជាមួយនឹងកាវខ្ញុំចង់បង្ហាញបងប្អូនពីរបៀបនៃការអ៊ុតកាវបែបនេះផងធ្វើម៉េចឲ្យកាវរបស់យើង smooth ស្អាតកុំឲ្យមានសល់សាច់ជ្រួញណាគឺអ៊ុតមកគឺភ្លឹងស្អាតអញ្ចឹងផងហើយនឹងបង្ហាញបានពីបងប្អូនបង្ហាញពីការចែកម្លែកពីការដេពីនីផងហើយនឹងចែកម្លែកពីការអ៊ុតធ្វើមិនឲ្យស្អាតផងអ៊ុតកាវនេះណាភាសាពីនេះគឺជាប្រភេទពីនេះដែលគាត់អត់ដែរពីនេះប្រភេទចង់បូទេបងប្អូនសម្រាប់ការពីនេះគឺមានប្រភេទពីនេះដែលត្រូវក្បួនគឺអត់មានចាក់បូនៅកន្លែងនេះទេអញ្ចឹងសម្រាប់គ្នារបស់ខ្ញុំគឺគាត់ពីនេះបែបលក្ខណៈត្រូវក្បួនតាមប្រពៃណីគឺគាត់អត់ចាប់បូទេគឺគាត់ពីនេះពាក់យកពីលើតែម្ដងអត់មានចាក់ភ្លីបូនៅទីនេះទេអញ្ចឹងខ្ញុំអាចធ្វើវិធីនេះបានកូនកាវចេះបានណាបើបងប្អូនយកតែចាប់បូលេងម៉ូតបងប្អូនអត់ធ្វើបែបនេះទេបងប្អូនគឺត្រូវដេប្រវត្តិវាជា2តែម្ដងតែនេះគឺខ្ញុំប្រវត្តិជាមួយកាយណាមួយខ្ញុំខ្លាចតាមពិតខ្ញុំចង់ប្រវត្តិជាមួយសាច់តែមួយដែរតែខ្ញុំខ្លាចស្ទើរអាវរបស់ភ្ញៀវខ្ញុំដោយសារគាត់មានភាពមានអាវកាត់អាវមួយទៀតដែរអញ្ចឹងមកក្បិនកាត់បានសពុតយើងអាវមួយអញ្ចឹងខ្ញុំខ្លាចស្ទើរអាវរបស់គាត់ខ្ញុំសុខចិត្តធ្វើបែបនេះឲ្យគាត់តែម្ដងបងប្អូនអានេះយើងកាត់ហើយសម្រាប់ទឹកហ្នឹងគឺខ្ញុំយក10លីត្រអញ្ចឹងពេលដែលយើងដេស៊ីមួយលេខសងខាងគឺវានៅសង8អញ្ចឹងពេលនេះដល់8ហើយខ្ញុំយកគុណមួយកាវវិញបងប្អូននេះកាវដោយសារខ្ញុំខ្លាចស្ទើរអាវរបស់គេអញ្ចឹងគាត់យកពីនីហើយនឹងសពុតសិនទៅពាក់មួយអាវសអញ្ចឹងនៅត្រូវតែសំអាវអញ្ចឹងខ្ញុំខ្លាចស្ទើរខ្ញុំគុណជាមួយកាវពីមួយកាវគាត់មកទៅแล้วយើងយកទៅដេភ្ជាប់សិនចាំយើងកាត់កាវអានេះកាវយើងកាត់កាវយើងបត់ទៅពីដែរមកបងប្អូនហើយយើងបត់ទៅពីបត់ទៅពីឲ្យស្មើគ្នាណាយើងកាត់កាវតាមនឹងខ្ញុំមកអីទៅទីចូលមកចូលវិញមកនេះយើងដកវាចេញណាយើងដកសាច់ខ្លួនចេញធ្វើបែបនេះសាច់កាយរបស់យើងអត់សល់បងប្អូនខ្ញុំប្រាប់វិធីសាស្ត្រធ្វើឲ្យកុំឲ្យសល់សាច់កាយនេះឲ្យវាអ៊ុតទៅគឺវាធំស្អាតទាំងសងខាងនេះក៏ស្អាតខាងអូកាវនេះក៏ស្អាតអញ្ចឹងមកមើលវិធីសាស្ត្រនេះណាគឺយើងអ៊ុតកាវអត់សល់វាអត់សល់សាច់ទេបងប្អូនបន្តមកទៀតនេះអានេះគឺជាសាច់កាយរបស់យើងអញ្ចឹងខ្ញុំកាត់ប្រហែលជាមួយជើងទាទៅវាស្មើនឹងសងខាងយើងលួចមកតិចសងខាងតែយើងកាត់តែមួយវាមកឲ្យសាច់វាធំអញ្ចឹងយើងកាត់មកជើងទាចេញទៅកុំឲ្យសល់សាច់កាវព្រោះបែបហ្នឹងកាវរបស់យើង100%គឺអត់សល់ទេកាវរបស់យើងគឺអត់ដល់ស្មូទស្អាតឲ្យស្រួលយើងកាត់ប្រហែលមួយជើងទាចោលហ្នឹងបងប្អូនសាច់កាវគឺកុំឲ្យសល់អញ្ចឹងគឺមកបានទៅណានេះអាខាងក្រោយនេះក៏យើងកាត់ដែរបងប្អូននេះក៏កាត់ដែរនេះបន្តមកទៀតបងប្អូនផ្ទាត់មកចូលអញ្ចឹងមកហើយដល់ពេលចុងក្រោយបងប្អូនឃើញវានៅសល់សាច់បន្តិចនេះបងប្អូនឃើញទេនៅសល់ស្ទើរអត់គ្រប់សាច់ទេអញ្ចឹងសល់បែបហ្នឹងហើយឲ្យវាសល់បែបហ្នឹងហើយយើងផ្ទាត់វាបើទាញវាឲ្យស្មើអញ្ចឹងមកបងប្អូននេះបើទាញឲ្យគែមហ្នឹងវាត្រូវគ្នាមកអត់បញ្ហាទេព្រោះកាវវាយឺតបងប្អូនអញ្ចឹងអាចុងក្រោយហ្នឹងយើងបធូរឲ្យវាបដិញស្មើគ្នាទៅហើយអាសាច់នេះវារៀងខ្ទមសាច់នេះសាច់ខាងហូរនេះវាខ្ទមអាហ្នឹងអញ្ចឹងធ្វើបែបហ្នឹងតែអានេះគឺសល់បែបប៉ុណ្ណឹងណាបងប្អូនឃើញនេះអញ្ចឹងហើយពេលយើងដេខាងកាវយើងដេខាងកាវឡើងមកលើហើយខាងនេះក៏យើងចាប់ដើមខ្ទាស់ដែរមកយើងខ្ទាស់ហើយយើងទៅទាញវាឲ្យស្មើគ្នាមកបងប្អូនធ្វើបែបហ្នឹងសាច់កាវរបស់យើងអត់សល់ទេអាហ្នឹងរបៀបនៃការគុនកាវរបស់ខ្ញុំអត់ឲ្យសល់សាច់កាវបងប្អូនអាចមើលវីដេអូហ្នឹងធ្វើបានតែនេះ100%សាច់កាវគឺអត់សល់ទេហើយយើងស្រួលក្នុងការអ៊ុតទេអ៊ុតយើងអត់ចាំបាច់ច្បេតអីច្រើនណាគឺយើងអ៊ុតទៅគឺដឹងថាវាត្រូវសាច់វាហ្មងវាថឹងសាច់ទេមកបងប្អូនយើងដេមកជើងទាមកបានទេដេតែមកជើងទាមកnhưng kem sủi tẹm bóបងប្អូនបន្តមកទៀតយើងទុកមុខកន្លែងប្រវត្តិផងបងប្អូនមិនភ្លេចហើយយើងទុកឲ្យផុតអាភ្នែកកណ្ដាលនេះយើងតតិចមកយើងចាប់ដើមប្រវត្តិទៅមុនយើងប្រវត្តិយើងកាត់កែមជូតនេះឲ្យស្អាតទៅបងប្អូន
ឲ្យល្មមកុំឲ្យnóសល់ធំពេកសារធំពេកកាច់ជ្រុងឲ្យnóស្អាតមុខដែរនេះអាមុខដែលយើងនេះក៏យើងត្រូវឆាត់ដែរយើងឆាត់ចឹងមកវាអត់មានប្រមាណទេនេះយើងចាក់វាចឹងមកវាត្រឡប់មកមួយមកខ្ញុំបង្ហាញទេខ្ញុំចាក់រួចហើយហ្នឹងចាក់ហើយយើងចាក់ចូលvàoមួយមកខាងកៅវិញណាខ្ញុំធ្វើបែបហ្នឹងទៅហើយយើងហូតមកគឺវាលាយហ្នឹងឯងដូចបងប្អូននេះយើងលាក់វាមកជួរហ្នឹងមកគឺដូចយើងដេរវិញចឹងមើលអត់ដឹងទេហើយយើងយកអត់ឡើងអត់មើលទីដំបូងយើងអត់ខាងក្រៅសិនបងប្អូនយើងអត់សែនគែមសិនណាយើងអត់គែមនេះឲ្យវាត្រង់សាច់សិនបងប្អូននេះយើងធ្វើមិនអត់ខាងគែមហ្នឹងពេលយើងអត់បែបហ្នឹងហើយយើងចាប់តាមអត់ខាងកៅម្ដងហើយខាងកៅហ្នឹងហើយយើងអាចដាក់ពេញយកតែម្ដងហើយដោយសារយើងបានអត់ច្បិចពីខាងនេះរួចរាល់ហើយអញ្ចឹងយើងអាចដាក់បែបហ្នឹងបានណាហើយឃើញបងប្អូនឃើញសាច់កៅអត់សល់ទេបងប្អូនឃើញទេ100%ធ្វើបែបហ្នឹងគឺសាច់កៅរបស់យើងអត់សល់ទេហើយស្អាតទាំងសងខាងតែម្ដងណាអានេះគឺជាវិធីសាស្ត្រនឹងតិចដែលខ្ញុំធ្វើខ្លួនឯងហើយយើងកុំអូសខាងនេះយើងកុំឲ្យអូសបងប្អូនដើម្បីកុំឲ្យកៅហ្នឹងវាសល់សាច់តែយើងអូសយើងលើកឆ្នាំងអូសវានឹងសល់កៅហើយអញ្ចឹងយើងលើកដាក់មួយមកដល់ខាងនេះគឺយើងអត់គែមជុំវិញទប់រួចអីអញ្ចឹងយើងអត់សូវព្រួយបារម្ភខ្លាចខុសគែមខាងត្រូវវាអញ្ចឹងយើងមើលខាងត្រូវរួចអីហើយសម្រាប់ការអ៊ុតនេះផងដែរយើងកុំឲ្យអូសខាងកៅនេះណាយើងអ៊ុតយើងលើកបើយើងអូសទៅវាអាចនឹងសល់សាច់កៅដែរអញ្ចឹងយើងកុំឲ្យអូសយើងលើកវាបែបម្ដងមួយដំណាក់កាលចឹងមកទៅវាស្អាតទាំងសងខាងណាបងប្អូនឃើញទេខាងកៅក៏ស្អាតខាងសាច់ហូរខាងត្រូវនេះក៏ស្អាតដែរបងប្អូនឃើញទេអត់មានសល់សាច់ទេខាងកៅក៏អត់សល់ដែរបងប្អូនអត់ដែលធ្វើអាចសាកវិធីនេះបានដោយសារតែខ្ញុំធ្វើឲ្យឃើញតែស្អាតបានខ្ញុំចែកម្លែកហើយតិចនិចនេះគឺខ្ញុំរកបានដោយខ្លួនឯងដោយសារវាមានជួបផលវិបាកគឺតែងតែសល់សាច់កៅហ្នឹងចឹងហើយទើបបានខ្ញុំរកតិចនិចហ្នឹងឃើញខ្លួនឯងតែនិយាយរួមខ្ញុំតែធ្វើអីអត់ស្អាតគឺខ្ញុំចាប់បានរកឲ្យបងប្អូនរំលឹកថាត្រូវធ្វើមិនបានស្អាតស្មូតអញ្ចឹងណាអញ្ចឹងគឺរកបងប្អូនបាយកំណត់ឆ្នៃប្រឌិតនៅយើងធ្វើជាងដេតើមានកំណត់បាយបន្តិចទៅបានចេះទៅមុខលូនអញ្ចឹងណាយើងអត់សូវ stress បើយើងបាយទៅរត់នឹកឃើញបាយទៅរត់នឹកឃើញអារម្មណ៍ជាងដេគឺសុបាយហ្មងមិនថាខ្ញុំមិនថាគេឲ្យតែបានបាយកំណត់រកឃើញអ្វីដែលថ្មីខ្លួនឯងមួយគឺសុបាយចិត្តហ្មងមែនអត់ហើយនេះយើងធ្វើអញ្ចឹងរហូតដល់អស់ទៅហើយយើងកុំអូសដូចខ្ញុំនិយាយចឹងណាតែអូវាអាចនឹងសល់សាច់កាវអញ្ចឹងមិនអូសបងប្អូនយើងគ្រាន់តែដាក់តែបែបហ្នឹងមកគឺវាអស់ហើយដោយសារយើងបានស៊ីសាច់នេះអស់ខ្លះហើយពេលដែលយើងដេហ្នឹងអញ្ចឹងវាអត់សល់ទេបងប្អូនអត់ភ័យសល់ទេឲ្យយើងស៊ីបែបហ្នឹងគឺអត់សល់ទេគឺដឹងអស់ស្អាតតែម្ដងតើឥឡូវឃើញថាសម្រាប់ពានាហ្នឹងគឺរួចរាល់ណាបងប្អូននេះគឺជាផ្នែកខាងកាវនៅពេលដែលយើងអត់រួចរាល់គឺថឹងសាច់បែបហ្នឹងឯងអត់មានសល់សាច់ទេហើយនេះគឺជាផ្នែកខាងត្រូវនៃសាច់ហូលរបស់យើងណាបងប្អូនបន្ទាប់ពីហ្នឹងមកគឺយើងរុះធ្នេដានធ្នេអីចេញទៅបងប្អូនជាការស្រេចហើយហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតមកដល់នាទីនេះហើយសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយសម្រាប់ពានានេះដូចបញ្ជាក់នៅដើមវីដេអូគឺសម្រាប់តែពានាដែលអត់មានចាប់បូទេដែលយើងធ្វើគុណបែបនេះអរគុណច្រើនបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀត